Cha bong bong môi môiទាំងអស់គ្នាហ្នឹងហើយថ្ងៃហ្នឹងអ្នកលួចចង់លើកវីដេអូមកនិយាយរឿងប្រេងសាំងមួយរយៈហ្នឹងមានការឡើងថ្លៃអញ្ចឹងណាបងប្អូនអរគ្នាចឹងថ្លៃសេវាដឹកខាងក្រុមហ៊ុនវិរៈប៊ុនធម្មក៏មានការប្រែប្រួលក៏ដូចជាឡើងថ្លៃខ្លះដែរចឹងសម្រាប់បងបងឬជាមួយតាមខេត្តដែលកំងទិញអីវ៉ាន់គ្រឿងកោពីខាងពេជ្រនេះខ្ញុំដែលដាក់ផ្ញើតាមក្រុមហ៊ុនដឹងជូនវិរៈប៊ុនធម្មជាទូទៅរាល់ដងខ្ញុំយកសេវាពីពួកគាត់មកកេះតែ$2អីទេហ្នឹងកេះធំហ្មងបើកេះរឿងតូចអីអាហ្នឹង1រៀលកន្លះចឹងណាបងប្អូនអរគ្នាហ្នឹងហើយសម្រាប់អីវ៉ាន់មកកេះតែបើចាប់ពី2កេះ3កេះឡើងអាហ្នឹងខ្ញុំយកតាមចំនួនកេះឬក៏តាមចំនួនអីវ៉ាន់ចឹងណាបងប្អូនទាំងអស់គ្នាមិនអីវ៉ាន់មកកេះក៏ខ្ញុំយក2រៀលអីវ៉ាន់2កេះក៏2រៀលទេនិយាយទៅខ្ញុំមើលតាមចំនួនកេះដែរហ្នឹងហើយចង់បញ្ជាក់ច្បាស់ចឹងកុំឲ្យបងប្អូនមួយចំនួនមានការយល់ច្រឡំថាហេតុអីអីវ៉ាន់គាត់និយាយទៅឧទាហរណ៍អីវ៉ាន់គាត់2 3កេះចឹងខ្ញុំយកសេវារៀងថ្លៃជាងធម្មតាចឹងគាត់ឆ្ងល់ចឹងណាបងប្អូនអរគ្នានិយាយទៅខ្ញុំយកតាមចំនួនកេះតាមតម្លៃដែលក្រុមហ៊ុនគាត់យកដែរ